ពាក្យថាផ្ដើមពីចំណុច0ហើយនឹងពាក្យថាផ្ដើមពីភាពបរាជ័យអញ្ចឹងពាក្យនេះអត់ដូចគ្នាទេពាក្យថាផ្ដើមពីបរាជ័យគឺនៅពេលដែលយើងធ្វើអ្វីមួយមិនបានជោគជ័យយើងធ្វើអ្វីមួយមានភាពបរាជ័យខាតបង់អីផ្សេងៗហ្នឹងហៅថាយើងផ្ដើមម្ដងទៀតយើងធ្វើម្ដងទៀតអីចឹងទៅមានផ្នត់គំនិតមានវិធីសាស្ត្រធ្វើម្ដងទៀតយុទ្ធសាស្ត្រអីផ្សេងៗយើងហៅថាផ្ដើមពីភាពបរាជ័យក៏ប៉ុន្តែពាក្យថាផ្ដើមពី0គឺមានន័យផ្សេងផ្ដើមពី0គឺមានន័យថាយើងផ្ដើមពីអ្វីដែលមិនទាន់មានដែលពិភពលោកមិនដែលមានអញ្ចឹងនៅពេលដែលយើងចង់ធ្វើអ្វីមួយយើងមានផ្នត់គំនិតយើងហៅថាជាផ្នត់គំនិតសហគ្រិនណាផ្នត់គំនិតអ្នកបង្កើតណាអញ្ចឹងអ្វីដែលមិនមាននៅលើពិភពលោកគឺយើងបង្កើតហើយអញ្ចឹងផ្ដើមពីចំណុច0បានន័យថាវាអត់ទាន់មានណាវា0ណាទៅអាណន់ទៅ n អីចឹងទៅអញ្ចឹងអ្វីដែលយើងបង្កើតឡើងភាគច្រើនអ្នកខ្លះនៅពេលដែលគាត់បង្កើតឡើងថ្ងៃក្រោយទៅវាមានបញ្ហាទៀតដូចថាមានគេបង្កើតថ្មីដែរណាឬក៏ស្តៀងគ្នាមានការប្រកួតប្រជែងហើយព្យាយាមប្រជែងគ្នាអ្នកឯងមាន1ខ្ញុំមាន2ខ្ញុំមាន2អ្នកឯងមាន3អ្នកឯងមាន3ខ្ញុំមាន4ទៅលើផ្នែកហ្នឹងប៉ុន្តែភាពរីកចម្រើនពិតអត់អញ្ចឹងទៀតភាពរីកចម្រើនពិតមិនអញ្ចឹងទេយើងរកវិធីសាស្ត្រអ្វីដែលយើងប្លែកពីគេថាយើងជាយើងណាដូចថាគេលក់អ្វីនឹងដែរហើយយើងក៏ធ្វើអាជីវកម្មអ្វីនឹងដែរប៉ុន្តែនៅពេលដែលយើងមានយុទ្ធសាស្ត្រមាន strategy ដោយយើងផ្ទាល់ណាគឺមានភាពជាយើងណាទោះដូចគ្នាក៏ដោយផលិតផលស្តៀងគ្នាដូចគ្នាក៏ដោយប៉ុន្តែអ្វីដែលជាយើងហ្នឹងគឺធម្មជាតិហ្នឹងគឺយើងហ្មងណាគឺមិនមែនជាគេណាអាហ្នឹងហើយដែលគេទិញយើងដែលមានអតិថិជនមកយើងវាមានត្រង់ចំណុចហ្នឹងណាវាគិតទៅលើការដែលមានវត្តមានជាយើងជា quote ដែលយើងទោះផលិតផលដូចគ្នាតែ quote ទស្សនៈមនុស្សអត់ដូចគ្នាទេអ្នកដឹកនាំការរៀបចំបុគ្គលិកការរៀបចំស្ថាប័នការរៀបចំសហគ្រាសអីហ្នឹងផ្សេងរចនាdecorអីផ្សេងគឺភាពជាយើងអាហ្នឹងហើយគេហៅថានៅពេលដែលយើងបង្កើតអ្វីមួយកុំបារម្ភរឿងគូប្រកួតប្រជែងមកគេប្រកួតប្រជែងយើងរកអ្វីដែលតែថ្មីទៅយើងទៅផុតគេឡាយតែរកកំណត់ប្រកួតប្រជែងហ្នឹងអត់មានរកឃើញទេពកោសល្យរបស់ខ្លួនឥទ្ធិពលរបស់ខ្លួនដែលខ្លួនត្រូវបង្កើតទេគិតតែធ្វើម៉េចប្រជែងបុគ្គលម្នាក់នោះទស្សនៈហើយនឹងជីវិតនៃការរស់នៅគឺដើម្បីថាមានភាពភ័យខ្លាចមានភាពមិនមានសន្តិភាពនៅក្នុងការប្រកបអ្វីហ្នឹងក្នុងការរស់នៅក្នុងការធ្វើអ្វីហ្នឹងគិតតែរឿងភាពភ័យខ្លាចហើយគិតថាមិនធ្វើឲ្យឈ្នះគេអញ្ចឹងវាអត់មានរកអ្វីដែលថ្មីទៅថាយើងលេចធ្លោយើងមានភាពឯករាជ្យអ្វីហ្នឹងដែលយើងត្រូវធ្វើទាំងចំនួនទាំងអីផ្សេងហ្នឹងហើយបើយើងគិតអញ្ចឹងបើយើងធ្វើតែអញ្ចឹងមកជាតិហ្នឹងទោះយើងដឹកនាំក្រុមហ៊ុនរាប់រយលានប៉ុណ្ណាក៏ដោយក៏អត់អាចរីកចម្រើនហើយមានគេឈ្មោះដឹកនាំគេទៅមុខលេចធ្លោបានទេព្រោះយើងធ្វើអ្វីគឺវាមានជាប់ពាក់ព័ន្ធនឹងអ្នកផ្សេងមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនផ្សេងព្រោះថាមានការប្រកួតប្រជែងស្ទៀងគ្នាលើគ្នាបន្តិចបន្តួចអីអញ្ចឹងទៅហើយដូចពាក្យដែលយើងនិយាយដែរថាក្នុងជីវិតបើសិនជាយើងរស់នៅដើម្បីផ្គប់ចិត្តអ្នកដទៃឬក៏ធ្វើអ្វីតម្រូវអាពាក្យដែលគេថាមិនល្អអីផ្សេងហ្នឹងគឺអត់មានរកសេចក្តីសុខនៅក្នុងខ្លួនឯងឃើញទេគឺមិនអាចទេព្រោះថាក្នុងជីវិតហ្នឹងគិតតែរឿងធ្វើម៉េចឲ្យគ្រប់គ្រាន់ចំពោះផ្នត់គំនិតគេហើយគេអ្នកផ្សេងគេដែលឃើញយើងល្អខ្លួនគេមិនល្អប៉ុណ្ណាគេមិនឃើញទេអ្នកខ្លះសម័យឥឡូវហ៊ានឌីលហ៊ានប្រមាថគេតែខ្លួនឯងចំសៀតហ្នឹងក៏មានដែរអញ្ចឹងហើយឃើញចំណុចគេមិនល្អទិញទួយហ្នឹងចងក្រងប្រមូលទុកជាឯកសារហើយយកមកវិបហាក៏មានដែរមនុស្សមិនវិជ្ជមានណាបុគ្គលមិនវិជ្ជមានវាអញ្ចឹងឯងអញ្ចឹងអាហ្នឹងទោះយើងបើកស្ថាប័នក្រុមហ៊ុនធំៗមិនក៏ដោយគឺយើងស្ថិតនៅក្នុងបុគ្គលហ្នឹងយើងស្ថិតនៅក្នុងការដឹកនាំហ្នឹងអញ្ចឹងទស្សនៈឬក៏ការដឹកនាំរបស់បុគ្គលគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះក្រុមហ៊ុនចំពោះសហគ្រាសផ្សេងហើយបើសិនជាយើងមានផ្នត់គំនិតជាសហគ្រិនហើយដឹកនាំអ្វីដែលជាថ្មីទៅបង្កើតទីផ្សារបង្កើតគុណប្រយោជន៍បង្កើត interest របស់ផលិតផល product របស់យើងហ្នឹងឲ្យវាមានតម្លៃទៅចំពោះមនុស្សជាតិឲ្យមានការទទួលស្គាល់មានការគ្រប់គ្រងហើយ
មានអ្វីដែលជាលេចធ្លោដែលជាយើងមិនមែនជាគេចំណុចហ្នឹងហើយគឺជាចំណុចពិសេសដែលយើងហៅថាក្រោកដែលផ្ដើមពីចំណុច0ណាបងប្អូន